ក្នុងជំនួប RBC ក្រៅផ្លូវការកម្ពុជាទាមទារថៃ5ចំណុចជាពិសេសឲ្យបញ្ឈប់ការឈូសឆាយនិងរាយបណ្ដាលលួសលើទឹកដីកម្ពុជាយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី15ខែកក្កដាឆ្នាំ2026ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC នៃយុទ្ធភូមិភាគទី4កម្ពុជានិងកងភូមិភាគទី2ថៃបានបើកកិច្ចប្រជុំក្រៅផ្លូវការមួយនៅច្រកអន្តរជាតិជាំស្រងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមបន្ទាត់ព្រំដែនដោយសន្តិវិធីនិងទាន់ពេលវេលា5ចំណុចដែលកម្ពុជាបានលើកឡើងនិងទាមទារពីភាគីថៃ1ទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនៃការឈូសឆាយធ្វើផ្លូវពង្រីកភូមិសាស្ត្រនិងរាយបណ្ដាលលួសនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងតំបន់មិនទាន់ដាច់ស្រេច2សង្កត់ធ្ងន់ឲ្យគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក GBC ចាប់ផ្ដើមការងារវាស់វែងនឹងខណ្ឌសីមាឲ្យបានឆាប់បំផុតស្របតាមសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025 3ស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ចំពោះហេតុការណ៍បាញ់បោះនិងការបង្កផ្ទុះដើម្បីទប់ស្កាត់កុំឲ្យមានបន្តនិងជៀសវាងភាពតានតឹង4ស្នើឲ្យថៃសហការអប់រំនិងពង្រឹងវិន័យកងកម្លាំងជួរមុខរបស់ខ្លួនដើម្បីបង្ការសកម្មភាពបង្កហេតុការបាញ់បោះរាយបណ្ដាលលួសនិងប្រើសម្ដីមិនសមរម្យ5លើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានคล้ายៗបំភ្លៃការពិតនិងការផ្សព្វផ្សាយអុចអាលដែលបង្កឲ្យមានការស្អប់ខ្ពើមនិងចងគំនុំគ្នារវាងប្រជាជាតិទាំងពីរក្រសួងការពារជាតិបានបន្ថែមថាភាគីកម្ពុជាបានប្រកាសយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនិងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃកាលពីចុងឆ្នាំ2025កន្លងទៅដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក្រុមហ៊ុនរាជសី Security មានបម្រើសេវាកម្មយាមរោងចក្រសហគ្រាសផ្សារទំនើបខុនដូនិងត្រូវការជ្រើសរើសសន្តិសុខទាំងពីរភេទព័ត៌មានលម្អិតទំនាក់ទំនងមកកាន់លេខទូរស័ព្ទ096 369 1331ឬ066 221 933